បាទសម្រាប់បងប្អូនដែលប្រើ Toyota Rush សេរីឆ្នាំ2021ដល់ឆ្នាំ2023ហើយ speaker ផ្នែកខាងក្រោយអត់ឮសំឡេងទោះយើងចុចកន្លែងសេរីឮសំឡេងទៅមុខទៅក្រោយប៉ុន្តែវាអត់អាចសេរីបានគឺមិនមែនដោយសារដាច់ speaker ឬក៏ខូច ampli អីទេគឺដោយសារតែវា error អញ្ចឹងបងប្អូនអាច reset វាបានតាមវិធីខាងក្រោមនេះបាទឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចាក់បទចម្រៀងនេះឮតែពីខាងមុខទេតែខាងក្រោយអត់ឮសំឡេងទេអូខេអញ្ចឹងដើម្បីចូលកំណត់វាហើយខ្ញុំបិទសំឡេងសិនហើយយើងចូល setting ចូល audio បន្តមកទៀតរោគទាំងអស់នេះគឺវាអត់ចេញទេដោយសារតែវា error ហើយអញ្ចឹង error ហើយអញ្ចឹងឧទាហរណ៍ថាទូទៅយើងចុចសេរីសំឡេងទៅមុខទៅក្រោយគឺយើងសេរីកន្លែង faders and balance អញ្ចឹងអានេះចុចមកក្រោយអត់បាននេះចុចមកឆ្វេងបានឆ្វេងស្ដាប់បានអូខេចុចមកក្រោមអត់បានទេបានតែឆ្វេងស្ដាប់អូខេអញ្ចឹងដើម្បីដោះស្រាយគឺយើងចូល reset សិនត្រឡប់មកវិញបន្តមកទៀតយើងចូល setting ហើយយើងមើលពាក្យថា system ចូលឲ្យ system នេះបន្តមកទៀតចូលពាក្យថា general ហើយយើងចូល restoring factory default អញ្ចឹងវាកំណត់ពីរោងចក្រវិញតតែ restore អញ្ចឹងទើបអាចសេរីនឹងបានអូខេយើងចុចអូខេមកយើង agree អូខេអញ្ចឹងយើងភ្ជាប់ Bluetooth ម្ដងទៀតយើងចូល Bluetooth audio ហើយទូរស័ព្ទយើងរកឈ្មោះឡាននេះគេដាក់ឈ្មោះថា Car Multimedia ភ្ជាប់ម្ដងទៀតបើក Bluetooth ម្ដងទៀតMultimedia អូខេហើយយើងចុចពាក្យថា phone 1 Bluetooth audio yes បើសិនជាបងប្អូនចង់ភ្ជាប់ T-Link យើងចុច click នៅលើកន្លែង T-Link មួយទៀតប៉ុន្តែ T-Link តើយើងដាក់ខ្សែចាំភ្ជាប់ Bluetooth ចុះសិនអូខេចូលហើយយើងចាក់ជំរាបម្ដងទៀតហើយយើងចូលទៅសេរីកន្លែង setting វិញ setting តាមទៀត audio នេះវាលោតមកវិញហើយមិញគេយើងចុចសេរីអត់បានទេអូខេយើងចង់ដឹងថាខាងក្រោយលឺអត់យើងអាចសេរីទៅក្រោយគឺអូខេលឺនៅខាងក្រោយតែយើងសេរីនៅមុខលឺមុខឆ្វេងស្ដាំប្រើបានធម្មតាចាំបញ្ជាក់វាមិនមែនខូច touch screen ឬក៏ខូច ampli ឬក៏ដាច់ speaker ទេគឺដោយសារវា error ចាំបងប្អូនអាច reset បែបនេះគឺយើងអាចលឺសំឡេងវិញធម្មតាហើយបាទសម្រាប់ព័ត៌មានបន្ថែមឬក៏បងប្អូនត្រូវការឡានបន្ទឹកដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនអាចតាក់ទងខាងបងប្អូនបានហើយសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយ